Sport Limit Edition ហ្នឹងគឺត្រូវប៉ាន់ហ្មងសម្រាប់នៅខ្មែរដោយសារតែខ្មែរយើងទោះដល់ណាក៏ក្តៅដែរអ្នកនរគ្នាឈុតមួយហ្នឹងគឺធន់នឹងទឹកហើយនឹងជួយការពារកម្ដៅថ្ងៃហ្មងនិយាយទៅត្រូវភ្លៀងអីក៏អត់ខ្លាចដែរអ្នកនរគ្នាគ្រាន់រត់លេងគឺជាការ make up របស់ខ្ញុំដោយប្រើ Judido Limit Edition មួយហ្នឹងណាជឿជាក់ជ្រុលជាគេឲ្យជាឈុតចឹងហើយ review ឲ្យអ្នកនរគ្នាមើលទៅចំពោះអា foundation មួយនេះគឺធន់នឹងទឹកសាហាវហ្មងអ្នកដែលមានស្បែកខ្លាញ់អីគឺប្រើត្រូវណាមានពីរពណ៌ N10 ហើយនិង N20 ខ្ញុំភាគច្រើនប្រើ N20 កម្រិតបិទបាំងស្នាមគឺវាអត់សូវបិទបាំងបានខ្លាំងឯងក៏ប៉ុន្តែបើធន់នឹងញើសឬក៏បែកម្សៅគឺល្អខ្លាំងមែនតើ color ពណ៌2 color ផ្នែក2អានេះគឺជាពណ៌08អូនេះយកមកធ្វើ base អានេះ07អូមួយបែកទឹកក្រូចមួយបែកផ្កាឈូកយក08ខ្ញុំយកបែកផ្កាឈូកអូខ្ញុំដឹងហើយណាគ្នាមិនក៏ពណ៌គេរៀងស្រាលស្រាលអ្នកដែលគាត់ទៅលេងកីឡាគាត់មិនផាត់មុខរៀងបែបស្រាលស្រាលណាតែផាត់មុខរៀងក្រាស់ក្រាស់ចាំមកគេមានពីរពណ៌រៀងស្រាលទាំងពីរខពណ៌ទឹកក្រូចនោះរៀងដិតជាងបន្ថែមរបស់ខ្ញុំអានេះគឺជា favorite របស់ខ្ញុំប្រើរាល់ថ្ងៃហ្មងគឺ06ហ្នឹងគឺសម្រាប់អាគេដែលគាត់ទៅលេងកីឡាគាត់អត់ចង់ឲ្យឃើញមុខគាត់រៀងខ្លាំងទេតែខ្ញុំផាត់មុខទៅហាងរៀងក្រាស់តិចបានថតទៅឃើញស្អាត color ផ្នែកទឹកគេក៏មានពីរពណ៌ដែរអ្នកនរគ្នាមួយពណ៌បៃតងមួយទៅពណ៌ខៀវអញ្ចឹងអានេះគឺជាខ្មៅដៃគូចិញ្ចាអាហ្នឹងគឺគេមានមុខពីរអ្នកនរគ្នាហើយអាហ្នឹងគឺជាខ្មៅដៃគូចិញ្ចាអានេះគឺជាពណ៌លេខ1លេខ2ហើយខាងចុងគេហ្នឹងគេធ្វើដើម្បីគេចឹងនៅពេលដែលអ្នកនរគ្នាលាបអាហ្នឹងហើយអ្នកនរគ្នាគូសទៅគឺវាធន់នឹងទឹកកូន2អញ្ចឹងខ្ញុំយកពណ៌លេខ1នៅពេលដែលយើងធ្វើអញ្ចឹងហើយអ្នកនរគ្នាយកអានេះដើម្បីឲ្យយើងគូសមិញហ្នឹងណាវាកាន់តែជាប់ហើយអានេះដូចចៅប៉ាក់ថ្មីទៅតែឡើងធំខ្ញុំបើយកពណ៌លេខ2ដូចសមជាងអ្នកនរគ្នាពេលពណ៌លេខ1ឃើញតែចៅចុងក្រោយគេ compact powder អ្នកនរគ្នានៅក្នុងហ្នឹងគេមានអេប៉ុងមកដែរនេះអ្នកនរគ្នាទាញចេះមកគឺចេញអេប៉ុងហើយតែខ្ញុំចង់ប្រើជក់អញ្ចឹងឈុតទាំងអស់ហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាតែខ្ញុំចង់បន្ថែម contour ដោយសារតែមុខខ្ញុំបើសិនជាអត់ contour គឺមើលមិនយល់តែម្ដងចាចុងក្រោយគេអ្នកនរគ្នាគឺ spray បាញ់ដើម្បីជួយបដិសំណើមដល់ស្បែកហើយនៅ refresh អានោះនៅពេលដែលអ្នកនរគ្នាត្រូវក្តៅត្រូវអីគឺអាចប្រើបាននៅក្នុងនោះមានប៉ង់តែដើម្បីជួយខំដោនស្បែកចឹងនៅពេលដែលយើងត្រូវក្តៅខ្លាំងណាមុខយើងថារៀងរោលអីចឹងអ្នកនរគ្នាអាចបាញ់ពួកនោះបានចំវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ